អរគុណស្គាល់ហើយនឹងទាញប្រយោជន៍ពីវាជាមួយខ្ញុំមុននឹងខ្ញុំបន្តទៅវីដេអូខ្ញុំចង់ឲ្យទាំងអស់គ្នាមកស្ដាប់បន្តិចសិនជំរាបសួរទស្សនិកជនទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់ពួកយើងការរអ៊ូនិងសុខភាពខ្ញុំឈ្មោះវិចិត្រជាអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តថ្ងៃនេះពួកយើងនឹងពិភាក្សាអំពីផលប៉ះពាល់នៃការរអ៊ូទាំងលើសុខភាពផ្លូវចិត្តនិងហិរញ្ញវត្ថុរបស់យើងជាមួយខ្ញុំថ្ងៃអូខេទាំងអស់គ្នាប្រកាសជាធ្លាប់ស្ដាប់ podcast ហើយទៅអត់ជាប្រភេទវីដេអូដែលគេចែកម្លែកពាក់ព័ន្ធជាមួយនឹងការយល់ឃើញទៅលើប្រធានបទអីមួយដាក់រូបកាសអញ្ចឹងណាយើងស្ដាប់រហូតដល់គេងលក់យេអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ AI ដើម្បីឲ្យផលិតវីដេអូ podcast ឲ្យយើងដើម្បីផុសក្នុង YouTube ជំរាបសួរក៏ដូចជាស្វាគមន៍បងប្អូនអរគ្នាសម្រាប់ការមកកាន់ channel របស់ខ្ញុំសូមជួយ Subscribe ក៏ដូចជាចូល comment លេខផងដែលនៅទីនេះពួកយើងនឹងធ្វើការជជែកចែកម្លែកគ្នាពាក់ព័ន្ធជាមួយចំណេះដឹងស្ដីពីបច្ចេកវិទ្យា AI ក្នុងគោលបំណងចង់ឲ្យបងប្អូនជាជនខ្មែរយើងនឹងយល់ដឹងនឹងអាចទាញយកប្រយោជន៍ពី AI ឲ្យបានច្រើនផុតតាមអាចធ្វើទៅបានបងប្អូនការធ្វើវីដេអូ podcast មិនមែនជាវីដេអូងាយប្រហែលទេព្រោះទាមទារឲ្យអ្នកធ្វើវីដេអូនឹងត្រូវការស្រាវជ្រាវច្រើនដែរឧបមាថាពាក់ព័ន្ធជាមួយនឹងប្រធានបទអីមួយដើម្បីអាចបកស្រាយប្រធានបទនឹងត្រូវការមានព័ត៌មានច្រើនលាយឡំជាមួយនឹងបទពិសោធន៍ឬក៏ទស្សនវិជ្ជាសង្គមជាក់ស្ដែងទៅជាមួយទៀតអញ្ចឹងទៅលើប្រធានបទអីមួយគាត់ត្រូវបញ្ចេញចូលជាមួយនឹងការយល់ឃើញទាញជាមួយនឹង reference អីយកមកបង្ហាញអញ្ចឹងមិនមែនជារឿងងាយស្រួលប្រហែលទេប៉ុន្តែឥឡូវនេះទាំងអស់គ្នា AI អាចធ្វើបានដោយគ្រាន់តែបញ្ចូលទៅលើប្រធានបទទៅឲ្យវាគឺវាធ្វើឲ្យយើងបានហ្មងទាំងអស់គ្នាហើយវា generate ជាសម្លេងជាភាសាខ្មែរឲ្យយើងទៀតអញ្ចឹងអីដែលទាំងអស់គ្នាត្រូវធ្វើគ្រាន់តែអាចរៀន screenshot record screen ហើយ upload ទៅហ្មងក៏បានដែរបើសិនជាអស់គ្នាគ្មានពេលក្នុងការកែកុនប៉ុន្តែកែកុនបន្តិចទៅកុំយកពី AI ទាំងអស់ពេកអញ្ចឹងណាបាទអូខេអញ្ចឹងមកចាប់អារម្មណ៍លើអេក្រង់កុំព្យូទ័រមួយខ្ញុំបងប្អូន AI ដែលខ្ញុំនឹងបង្ហាញទាំងអស់គ្នាឲ្យស្គាល់នោះគឺឈ្មោះថា Skywork ទាំងអស់គ្នា Skywork មែនតើទៅប្រហែលជាអាចមានអ្នកខ្លះគាត់ស្គាល់ឬក៏កំពុងប្រើយ៉ាងណាហើយក៏មិនដឹងទេប៉ុន្តែខ្ញុំជូនជាពិសេសអ្នកដែលមិនទាន់ស្គាល់វាហើយកំពុងតែចង់ធ្វើអីមួយយ៉ាងនៅក្នុង YouTube Skywork នេះវាដូចទៅជា Gamma ដែរទាំងអស់គ្នា Gamma ដែលខ្ញុំធ្លាប់បង្ហាញទៅទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការធ្វើ slide ធ្វើចេញជា script ក្នុងការធ្វើវីដេអូអីចឹងណាប៉ុន្តែអានេះវាលើស Gamma លើសខ្លាំងលើសច្រើនបងប្អូនលើសច្រើនខ្ញុំចង់បញ្ជាក់ថា Gamma បើសិនជាយើងឲ្យប្រធានបទឲ្យជា content 1 2 3 4អញ្ចឹងវានឹងទៅ generate ឲ្យយើងព័ត៌មានទាំងអស់នោះវាឲ្យគ្រាន់តែជាព័ត៌មានមិនប្រកបបជាទៅលើការងារណាមួយទេតែវាឲ្យជាគំនិតគោលដើម្បីឲ្យយើងយកវាទៅប្រើយកវាទៅច្នៃអីចឹងកែត្រូវការពិនិត្យនិងកែ content ប៉ុន្តែ Skywork អត់ទេបងប្អូនគឺវាទាញយកព័ត៌មានដែលមាន reference ទាញយកព័ត៌មានដែលមានដើមប្រភពអីច្បាស់លាស់យកមកធ្វើយកមកវិភាគយកមកបញ្ចូលឲ្យយើងអញ្ចឹងវាបកកែកន្លែងហ្នឹងបងប្អូនវាបកកែកន្លែងហ្នឹងហើយអីដែលសំខាន់ជាងនឹងទៀតណាវាអាច generate ក៏បានវាធ្វើជា document វាធ្វើជា slide វាធ្វើជា sheet Excel បាទធ្វើជា Excel ក៏បានធ្វើ podcast ក៏បានមានច្រើនប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំចង់និយាយតែពី podcast ទេហើយខ្ញុំនឹងទៅមានវីដេអូ 3 4 ទៀតពាក់ព័ន្ធជាមួយនឹង Skywork មួយហ្នឹងអញ្ចឹងតើខ្ញុំធ្វើម៉េចតោះទៅចាប់អារម្មណ៍នៅលើអេក្រង់កុំព្យូទ័រមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងឧបមាថាខ្ញុំអានសភៅទាំងអស់គ្នាថ្ងៃនេះខ្ញុំដាក់សភៅរឿងឆ្លៅពីមុខនេះសភៅបាទអញ្ចឹងឧបមាថាយើងមិនដឹងថាមានប្រធានបទអីដើម្បីទៅធ្វើការមួយវាសភៅទាំងអស់គ្នាអាចអានប៉ះប្រធានបទណាមួយយើងអាចដកស្រង់ឬក៏ Facebook ដែលយើងអស់មកមានស្គលប្រធានបទណាមួយយើងចាប់អារម្មណ៍យើងយកវាមកទៅអូខេអញ្ចឹងឧបមាថាខ្ញុំអានប៉ះចំកន្លែងណាមួយបាទប៉ះចំកន្លែងណាមួយឧបមានេះទាំងអស់គ្នាឃើញទេការរអ៊ូរទាំគឺជារឿងអាក្រក់បំផុតនៅក្នុងផ្នែកហិរញ្ញវត្ថុតែអ្នកដឹងទេអញ្ចឹងខ្ញុំយកអាប្រធានបទហ្នឹងខ្ញុំ copy មកអានេះខ្ញុំនៅ Google Translate ដោយសារអីខ្ញុំអត់ទៅសេអញ្ចឹងខ្ញុំនិយាយទៅខ្ញុំអានពីសភៅទៅវា record ជាអក្សរឲ្យអញ្ចឹងខ្ញុំយកអក្សរហ្នឹងបាទខ្ញុំយកអក្សរទាំងអស់ហ្នឹងដាក់នៅក្នុង Skywork ទាំងអស់នេះគាត់ចុចកន្លែងនេះមក podcast នេះមកហ្នឹងបាទចុចកន្លែងហ្នឹងមកហើយយកប្រធានបទហ្នឹងយកមកដាក់មកដាក់ប្រធានបទហ្នឹងបែបហ្នឹងចូលមកហើយបន្ទាប់មកយើង generate ទៅនេះ generate ពងមកអូខេ
បាទអញ្ចឹងវានឹងចាប់ផ្ដើមធ្វើការប៉ុន្តែវាអីដែលពិសេសគឺវាសួរយើងសិនវាសួរឲ្យយើងជ្រើសរើសប្រធានបទដែលវាកំពុងគិតឲ្យជ្រើសរើសចំនួន slide ជ្រើសរើសអីវាសួរយើងសិនដើម្បីឲ្យយើងឲ្យព័ត៌មានទៅវាហើយបានវាចាប់ផ្ដើមធ្វើការតគាត់ថាអីដែលយើងត្រូវរងចាំរៀងយូរបន្តិចទាំងអស់គ្នា Sky work វាធ្វើការរៀងយូរអញ្ចឹងកន្លែងហ្នឹងបើសិនជា version ក្រោយឬក៏ទៅមុខទៀតវានឹង update ឲ្យលឿននៃការធ្វើការរបស់វាកាន់តែលឿនជាងហ្នឹងអញ្ចឹងមួយថ្ងៃយើងមិនដឹងថាផលិតបានវីដេអូប្រហែលទេទាំងអស់គ្នាពីវាអញ្ចឹងណាបាទអូខេអញ្ចឹងទាំងអស់គ្នាឃើញហើយវាចេញមកនេះវាសួរអញ្ចឹងវាឲ្យចំណងជើង3ប្រភេទទាំងអស់គ្នាចុចលើហ្នឹងមកមានទី1ផលប៉ះពាល់នៃការរអ៊ូទី2ការរអ៊ូនិងសុខភាពទី3ហេតុអីការរអ៊ូដែលអាក្រក់អូខេអញ្ចឹងឧបមាថាទាំងអស់គ្នាចង់និយាយជំរើសមួយណាខ្ញុំយកជំរើសទី2ឧទាហរណ៍ការរអ៊ូនិងសុខភាពអញ្ចឹងចុះបាទហើយបន្តមកទៀតបើសិនជាទាំងអស់គ្នាមិនអញ្ចឹងទេឲ្យ AI អ្នក generate ឲ្យហ្មងទៅវារើសខ្លួនវាហ្មងក៏បានអញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់ទេខ្ញុំយកជំរើសទី2បន្ទាប់ទៀតវាសួរថាចង់បានសម្លេង podcast ប្រហែលអ្នកការជជែកចរចាហ្នឹងអញ្ចឹងដូចគ្នាដែរឲ្យ AI generate ប្រហែលទៅស្រាញ់ AI ក៏បានម្នាក់ក៏បាន2នាក់ក៏បានឃើញអត់ឥឡូវឧបមាថាខ្ញុំយក2នាក់បាទខ្ញុំយក2នាក់បន្ទាប់មកទៀតរយៈពេលប្រហែលនាទីឧបមាថាឥឡូវខ្ញុំយក5នាទីចុះបាទ5នាទីបន្ទាប់មកទៀតអានេះគឺជាចំណងជើងដែលត្រូវបដោតបាទគឺផលប៉ះពាល់លើសុខភាពផលប៉ះពាល់លើហិរញ្ញវត្ថុបែបហ្នឹងបាទហើយរចនាបទនៃ podcast ហ្នឹងចង់យកវាទៅជាអីលក្ខណៈអប់រំបាទលក្ខណៈគោលបែបជំទាស់លក្ខណៈឧទាហរណ៍ផ្ទាល់ខ្លួនលក្ខណៈអីចឹងហេអញ្ចឹងខ្ញុំយកបែបអប់រំព្រោះ podcast ធម្មតាយើងចេញលក្ខណៈអប់រំទៅគាត់បាទអញ្ចឹងខ្ញុំយកអាហ្នឹងខ្ញុំយកពាក្យថា continue វាចាប់ផ្ដើមធ្វើការទាំងអស់នេះគាត់ថាចំណាយពេលយូរប្រហែលជាខ្ទង់5នាទីទៅ7នាទីទៅ10នាទីតាមប្រធានបទតាមអីដែលខ្ញុំធ្លាប់ធ្វើកន្លងមកណាគឺវារៀងចំណាយពេលគូសំដែរដើម្បីរងចាំបាទអញ្ចឹងការងារដែលវាត្រូវធ្វើឲ្យយើងមានទី1ផលិតអត្ថបទសិនបាទបន្ទាប់មកតាអីដែលវាផលិតហ្នឹងវាត្រូវការការស្រាវជ្រាវទៅលើរឿងទាំងអស់ហ្នឹងដែលពាក់ព័ន្ធជាមួយនឹងប្រធានបទបាទមាន3រឿងមានស្រាវជ្រាវផលប៉ះពាល់បង្កើតប្រធានបទសន្ទនា5នាទីហើយនឹងពិនិត្យកែលម្អអត្ថបទចុងក្រោយបាទហើយបន្ទាប់មកវានឹងបង្កើត podcast មួយតាមរយៈសំឡេងជា MP3 បាទហើយគុណភាពសំឡេងអីទាំងអស់ហ្នឹងឃើញទាំងអស់យើងចង់បន្ថែមអីទៀតក៏បន្ថែមមកឥឡូវខ្ញុំទៅ continue ហ្មងទៅបាទ continue អញ្ចឹងវាចាប់ផ្ដើមហើយបាទអូខេសូមអរគុណសម្រាប់ការបញ្ជាក់នេះឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមអនុវត្តតាមផែនការដែលអ្នកបានកំណត់ដំបូងបញ្ជូនកិច្ចការតាក់ទងជាមួយនឹងអត្ថបទអូខេអញ្ចឹងវាចាប់ផ្ដើមធ្វើការទាំងនេះគាត់ថាត្រូវការឲ្យចាំបាទអញ្ចឹងវាមកវាធ្វើការទៅវាសិនទៅអញ្ចឹងអីដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នាគឺប្រធានបទសួរទៅរកពីណាបើទាំងអស់គ្នាចូលចិត្តអានសភៅក្នុងសភៅមានច្រើនណាស់ទាំងអស់គ្នាក្នុងសភៅគឺមានច្រើនមែនទែនបាទមកក្បាលមិនដឹងមានប្រធានបទប្រមាណ100ប្រធានបទទេអញ្ចឹងវាសម្បូរណាស់បើមិនចឹងទេទៅមើលទស្សនវិជ្ជាសង្គមជាក់ស្ដែងអីដែលគេកំពុងតែជជែកគ្នាហ្នឹងដូចរឿងភ្លុករឿងអីហ្នឹងបើសិនអ្នកអាចបង្កើតប្រធានបទអីពាក់ព័ន្ធជាមួយរឿងភ្លុកសាកឲ្យ AI ភ្លុកមើលឬក៏ភ្លុក AI មើលអញ្ចឹងប្រហែលជាអាចបាទអញ្ចឹងបងប្អូនឃើញនេះវាទៅទាញមកនេះវាទៅទាញព័ត៌មានចេញពី Facebook មួយគឺឥទ្ធិពលនៃការគិតបែបវិជ្ជមានអីណានោះបាទវាទៅទាញព័ត៌មានទាំងអស់នោះមកបាទអញ្ចឹងវាឲ្យរូបភាពឲ្យអីមកនេះមានគំនិតឲ្យអីនេះអញ្ចឹងអានេះវាទៅទាញរូបភាពមកមានរូបភាពមកជាមួយបាទអញ្ចឹងវាទាញព័ត៌មានមកខ្ញុំរងចាំបន្តិចទៀតសិននេះគ្រាន់តែព័ត៌មានដែលវាទៅស្រាវជ្រាវមកទេអញ្ចឹងចាំវាក៏ខាតពេលអត់ប្រយោជន៍ដែរទេគាត់អញ្ចឹងបងប្អូនមកស្វែងយល់ពីការធ្វើការរបស់វាបន្តិចក៏បានដែរនេះកំពុងផលិតអត្ថបទ podcast អំពីផលប៉ះពាល់នៃការរអ៊ូផ្លូវចិត្តហើយនិងហិរញ្ញវត្ថុទៅលើផ្លូវចិត្តនិងហិរញ្ញវត្ថុអញ្ចឹងខ្ញុំនឹងជួយអ្នកផលិតគេហៅថា podcast អត្ថបទ podcast ផលប៉ះពាល់ទាំងអស់ហ្នឹងបាទតាមរយៈការស្រាវជ្រាវរបស់វានេះវាមានផលប៉ះពាល់អីវាយកនេះ research មកនេះវាយកពីណាមកបងប្អូនឃើញទេបាទអញ្ចឹងចុចលើនឹងមកវាចេញពីព័ត៌មានដែលវាយកមកពីប្រភពនេះឃើញទេអញ្ចឹងព័ត៌មានមួយនេះវាយកពីប្រភពនេះប្រភពទាំងអស់មកនេះឃើញទេនេះបាទព័ត៌មានវាយកពីប្រភពនេះឃើញទេមានប្រភពទាំងអស់នៅស្រុកខ្មែរវាយកមកហ្មងបាទជាអក្សរខ្មែរព័ត៌មានដែលវាចាប់បានអញ្ចឹងវាយកមកអញ្ចឹងបានវាចាប់ផ្ដើមយកព័ត៌មានទាំងអស់ហ្នឹងមករៀបរៀងបាទរៀបរៀងឲ្យទៅជាប្រធានបទឲ្យតាក់ទងនឹងប្រធានបទហ្នឹងហ
អញ្ចឹងវាចាប់ផ្ដើមរៀបរៀងហើយនេះគឺវាចាប់ផ្ដើមរៀបរៀងបាទវាចាប់ផ្ដើមយកព័ត៌មានទាំងអស់នឹងមករៀបរៀងសិនមានច្រើនទៀតឃើញទេអញ្ចឹងវាធ្វើការហើយអញ្ចឹងវានឹងឲ្យប្រធានបទពាក់ព័ន្ធជាមួយនឹង podcast មួយនឹងមកបងប្អូនបើសិនជាបងប្អូនចង់បញ្ចូលសម្លេងខ្លួនឯងហ្មងក៏បានតាមរយៈបានពេលដែលបានប្រធានបទអត្ថបទដែលវាឲ្យមកហើយបន្ទាប់ពីបានអត្ថបទដែលវាឲ្យមកហើយបងប្អូនអាចអានតាមអត្ថបទហ្នឹងមានការលើកដាក់សម្លេងអីឲ្យអ្នកស្ដាប់ចូលចិត្តមកហើយអាប់ឡូតទៅឬមិនអញ្ចឹងទេបងប្អូនអាចយកពី AI ទៅហ្មងក៏បានដែរគ្រាន់ថាពី AI វាអាចនឹងការបញ្ចេញសម្លេងរបស់វាមិនត្រូវដូចជាមួយនឹងសម្លេងខ្មែរខ្លួនឯងជារបស់យើងប្រហែលទេប៉ុន្តែអាចស្ដាប់យល់បានអូខេឥឡូវនេះវាថាឥឡូវនេះខ្ញុំធ្វើបច្ចុប្បន្នភាពអញ្ចឹងវាចាប់ផ្ដើមនេះហើយវាចាប់ផ្ដើមមានអត្ថបទហើយវាកំពុងតែយកអត្ថបទហ្នឹងទៅឲ្យ tool មួយទៀតរបស់វាហ្នឹងធ្វើការបន្តគឺវាចាប់ផ្ដើមជ្រើសរើសសម្លេងចាប់ផ្ដើមយក script មកបញ្ចូលសម្លេងហើយរសជាតិនៃសម្លេងមានកន្លែងលើកដាក់កន្លែងរំភើបកន្លែងសង្កត់ធ្ងន់កន្លែងអីចឹងណាចាំមើលទៀតខ្ញុំបង្ហាញទៅប្រាប់បងប្អូននេះឥឡូវនេះបងប្អូនមើលនេះបាទ speaker នេះផ្សាយទី1សម្លេងជាមនុស្សប្រុសឃើញទេសម្លេងជាមនុស្សប្រុសបាទបន្ទាប់មកsound បែបដូចជាវិជ្ជាជីវៈទឹកមុខស្ងប់ស្ងាត់អញ្ចឹងដល់ពេល scene ទី2បាទ scene ទី2រុះរីរាក់ទាក់ម្ដងឃើញទេ scene ទី3បែបវិជ្ជាជីវៈទឹកមុខស្ងប់ស្ងាត់អីទេ scene របស់វាឃើញទេអែមហ៎បាទអញ្ចឹងវាឲ្យអត្ថបទមករយៈពេល5នាទីហ្នឹងអត្ថបទហ្នឹងត្រូវរយៈពេលប៉ុណ្ណឹងបងប្អូននេះអញ្ចឹងចុងក្រោយគឺមាននេះបាទរុះរីរាក់ទាក់អីអញ្ចឹងមកបាទអញ្ចឹងបើសិនជាទាំងអស់គ្នាចង់បញ្ចូលសម្លេងខ្លួនឯងចង់កែកុនអត្ថបទហ្នឹងទាំងអស់គ្នាចុចកន្លែងនេះកន្លែងបាទចុចកន្លែង all file នេះមកចុចកន្លែង all file ហ្នឹងហើយទាំងអស់គ្នាយកអត្ថបទនេះ text នេះ TXT នេះអញ្ចឹង download វាមកបាទ download វាមកអូខេពេល download ហើយនេះបងប្អូនអាចយកវាមកបាទបងប្អូនអាចយកវាមកកែកុនថែមថយទៅបាទកែកុនថែមថយមកនេះបើសិនជាអត្ថន័យណាខុសឆ្គងឬក៏អីអាចកែកុនថែមថយបានខលទេបាទហើយបើសិនជានេះទេបើសិនជាអូខេហើយចាំយកតែលទ្ធផលចុងក្រោយហ្មងក៏បានដែរទីទៀតបានលទ្ធផលចុងក្រោយមកទៀតគ្រាន់តែថាខ្ញុំបញ្ជាក់ដែរទៅលើ AI មួយហ្នឹងបាទ AI មួយហ្នឹងវារៀងចំណាយគួរសមដែរបងប្អូននេះដោយសារតែបើ free វា generate ឲ្យបានតែ2ដងទេ2ដងគឺ generate លេខបានហើយអញ្ចឹងត្រូវការបង់លុយដែរបាទមួយខែ$14ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាការចំណាយទេបងប្អូនជួនកាលវាអាចជាការវិនិយោគបើសិនជាទាំងអស់គ្នាចំណាយប៉ុណ្ណឹងហើយទាំងអស់គ្នាអាចផលិតវីដេអូខ្ទង់នេះទាំងអស់គ្នាមើលនេះវាអាច generate ឲ្យនេះ100ដងក្នុងមួយខែ100ដង credit estimate បើសិនជាយើងអាចផលិតវីដេអូពីវាបានត្រឹមតែអាចថា50ចុះ50ឬក៏មួយខែមួយ30វីដេអូអញ្ចឹងតាណាដែលអាចផលិត content តន់យើងបងប្អូនបើដល់ថ្នាក់នឹងហ្នឹងហើយរបៀបទៅសេ caption របៀបទៅសេអីគេ description search engine អីណាណៃនោះវីដេអូខ្ញុំនេះមួយនេះក៏ខ្ញុំបានបង្ហាញហើយដែរអញ្ចឹងគុំវាចូលគ្នាមកចំណេះដែលយើងមាននៅប្រមាណហ្នឹងអាចនឹងទាញប្រយោជន៍បានពី AI ទាំងអស់នេះអញ្ចឹងសាកទៅបាទវិនិយោគទៅមិនមែនជាការចំណាយទេនេះបាទមិនមែនជាការចំណាយទេអូខេហើយបើសិនជាអាចចាំបន្តិចទៀតថាខ្ទង់ Halloween ឬក៏ Christmas ខ្ញុំគិតថាអាចពួកបែកខាងអឺរ៉ុបឲ្យទៅពេលបុណ្យអញ្ចឹងគឺវា discount 50% ហើយ website ពីច្រើនអញ្ចឹងចាំមើលអាចដល់ហ្នឹង website វាអាច discount ទៀតបើទាំងអស់គ្នាចាំបានចាំទៅអញ្ចឹងបាទតោះនេះខ្ញុំបញ្ជាក់ចឹងវានឹងធ្វើការយូរបន្តិចប៉ុន្តែបើធៀបជាមួយនឹងមនុស្សធ្វើការជាក់ស្ដែងមិនមែនប៉ុណ្ណឹងទេបងប្អូនគឺស្រាវជ្រាវហើយនឹងចងក្រងអត្ថបទទៅស្អីនឹង script អីផងតេស្តផងអីផងយូរហើយនឹងកាត់តងាត់អីទៀតមិនមែនប៉ុណ្ណឹងទេគុណនឹង10 20ដងបាទឥឡូវហើយមកស្ដាប់ទាំងអស់គ្នា1 2 ជំរាបសួរទស្សនិកជនទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់ពួកយើងការរអ៊ូនិងសុខភាពខ្ញុំឈ្មោះវិចិត្រជាអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត
ថ្ងៃនេះពួកយើងនឹងពិភាក្សាអំពីផលប៉ះពាល់នៃការរអ៊ូទាំងលើសុខភាពផ្លូវចិត្តនិងហិរញ្ញវត្ថុរបស់យើងជាមួយខ្ញុំថ្ងៃនេះគឺកញ្ញាសុផារីជាអ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជំរាបសួរគ្នាខ្ញុំពិតជារីករាយដែលបានចូលរួមក្នុងកម្មវិធីនេះបើនិយាយអំពីការរអ៊ូនិងផលប៉ះពាល់របស់វានេះជាប្រធានបទដ៏សំខាន់មួយមនុស្សយើងជាច្រើនតែរអ៊ូទាំងមិនដឹងខ្លួនហើយមិនយល់ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលវាបាយជួបគ្នានៅវីដេអូបន្តកុំភ្លេចជួយ Subscribe ផងនេះកុំភ្លេចជួយ Subscribe ផងដើម្បីកែប្រែឲ្យនៅវីដេអូក្រោយ